ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំសាស្ត្រាចារ្យជំនួយជីងអ៊ីងលើកយកពីករណីនៃការចោះដោយអង្គដូស្កូប UVE ទៅលើករណីលៀនទ្រនាប់ឌីឆ្អឹងកងចង្កេះ R415 ផ្នែកខាងឆ្វេងពុកម៉ែបងប្អូនរូបនេះណាមានរូបខាងឆ្វេងនិងរូបខាងស្ដាំរូបខាងឆ្វេងហ្នឹងគឺជាសរសៃវិញ្ញាណរបស់យើងហើយរូបខាងស្ដាំហ្នឹងជាដំណើរការគៀបសរសៃពុកម៉ែបងប្អូនឃើញទេមិនបានយើងឈឺយើងគៀបឌីហ្នឹងណាព្រោះសរសៃរបស់យើងវាបញ្ជាឲ្យដឹងក្តៅដឹងត្រជាក់អាហ្នឹងមុខងារវាមួយមុខងារមួយទៀតក្នុងហ្នឹងគឺធ្វើឲ្យយើងបញ្ជាបានអញ្ចឹងបានកាលណាយើងគៀបទៅលើសរសៃហ្នឹងដោយសារការលានឌីសហ្នឹងណាវាធ្វើឲ្យឈឺយើងដឹងឈឺហើយមួយទៀតអាចធ្វើឲ្យយើងខ្សោយនៅចលនាហ្នឹងហើយជាមូលហេតុដែលការគៀបឌីសទៅលើសរសៃធ្វើឲ្យបងប្អូនមានការជុករយស្ពឹកសពុនហើយពិបាកក្នុងការបញ្ជាពុកម៉ែបងប្អូននេះជាវីដេអូក្នុងកំឡុងពេលនៃការចោះខ្ញុំចោះជាទូទៅសរសៃពួរហ្នឹងយើងមានគ្រប់គ្នាប៉ុន្តែគាត់ថាពេលដែលចាស់ទៅជួនកាលសរសៃពួរនឹងវារីកទៅវាសង្កត់ដោយសារវិញ្ញាណប៉ុន្តែក្នុងករណីនេះអានេះជារឿងធម្មតាទេណែពេលយើងចោះសរសៃពួរហើយបានយើងឈានទៅដល់ឃើញសរសៃវិញ្ញាណរបស់យើងនេះបងប្អូនឃើញទេនេះខ្ញុំគិះសរសៃវិញ្ញាណយើងឡើងលើហ្នឹងខាងក្រោមហ្នឹងជាឌីសដែលវាលៀនហ្នឹងនេះខ្ញុំចុចទៅលាយវាហ្នឹងណាព្រោះឌីដែលវាលៀនហ្នឹងវាផ្អាប់មួយសរសៃអញ្ចឹងវាសង្កត់ទៅលើសរសៃយើងហ្នឹងដែលធ្វើឲ្យយើងមានការឈឺចុកចាំងហ្នឹងណានេះពេលយើងគិះវាឡើងហើយបន្តមកទៀតខ្ញុំធ្ពក់វាឡើងលើព្រោះដើម្បីកុំឲ្យពេលដែលយើងចោះទៅយកឌីហ្នឹងទៅវាប៉ះទៅលើសរសៃហ្នឹងអញ្ចឹងសរសៃយើងត្រូវបានការពារអញ្ចឹងយើងធានាបានថាយើងអត់មានប៉ះពាល់បង្កផលលំបាកទៅលើសរសៃហ្នឹងទេនេះបន្តមកទៀតយើងចាប់ផ្ដើមដកឌីហ្នឹងចេញបងប្អូនឃើញទេអាពណ៌សហ្នឹងជាឌីដែលវាលៀនយើងដកវាចេញម្ដងតិចណានេះយើងធ្វើម៉េចឲ្យវាអស់ឌីដែលវាលៀនដើម្បីកុំឲ្យវាគៀបសង្កត់មកលើសរសៃយើងនឹងទៀតតែកាលណាឌីយើងដកវាអត់អស់ផ្នែកដែលលៀនហ្នឹងវាសង្កត់លើសរសៃអញ្ចឹងក្រោយការធ្វើពុកម៉ែបងប្អូននៅតែមានការឈឺចាប់ដដែលអញ្ចឹងយើងធ្វើការដកវាម្ដងតិចហើយយើងយកផ្នែកខ្លះទៀតនៅក្នុងឌីហ្នឹងទៀតដើម្បីធានាថាកុំឲ្យវាកើតឡើងវិញនេះបងប្អូនយើងយកវាព្យាយាមយកវាម្ដងតិចហើយឧបករណ៍ខ្ញុំទូចទេទំហំ2មីលីម៉ែត្រទេបងប្អូនណាដោយសារយើងឃើញធំព្រោះយើងសោកអង្គដូស្កូបទៅវាឃើញគៀបច្បាស់មែនតើអូខេយើងចាប់ដកទៅអូខេអញ្ចឹងពេលយើងដករួចហើយយើងសម្រេចចិត្តថាអស់ហើយអញ្ចឹងយើងព្យាយាមមើលនេះយើងដាក់សរសៃយើងមកវិញមកវារត់មកកន្លែងដើមមកវាមកវិញហើយយើងមើលយើងប៉ះវាមើលថាមានការទូលការគៀបសង្កត់មកទៀតអត់ហើយវាអត់មានទេណាបងប្អូនហើយអញ្ចឹងយើងច្បាស់នឹងចិត្តថាក្រោយការចោះគឺគាត់បានមានការជិះចុកចាក់នេះជាបំណាច់ឌីសដែលយើងដកបានហើយនេះរុនដែលយើងចោះហ្នឹងគឺយើងចោះពីរុនទំហំមួយកន្លះសង់ទីម៉ែត្របាទនេះជាអត្ថប្រយោជន៍នៃការចោះដោយអង្គដូស្កូប UVE អរគុណពុកម៉ែបងប្អូនអរគ្នា